ស័យតែខ្លួនឯងឆ្លងទៅលើការរោគសិមាន់ដែរឬអត់យើងអាចសម្គាល់ទៅលើរោគសញ្ញាទាំងអស់នេះអញ្ចឹងបញ្ហាដុំសាច់សិមាន់វាជាជំងឺកាមរោគដែលវាបង្កឡើងដោយពពួកមេរោគ HPV ដែលអាចកើតមានទាំងបុរសនិងស្ត្រីហើយចំពោះរោគសញ្ញាវិញគឺអាចធ្វើយើងមានការរមាស់ទៅលើបដាភេទទាំងបុរសនិងស្ត្រីឬក៏មានការឡើងជាពកកន្ទួលនៅលើបដាភេទមានការដុះដុំសាច់លក្ខណៈជាដុំរឹសឬក៏ពេលខ្លះមកដុះលក្ខណៈជាសាច់សំប៉ែតចាដូចជាខ្លែបក្រូចដូចជាក្រពើក្រូចឬក៏ពេលខ្លះដុះលក្ខណៈជាកញ្ចុំដូចជាផ្កាខាត់ណាចំពោះស្ត្រីអាចនឹងមានការដុះនៅផ្នែកខាងក្នុងឬក៏ខាងក្រៅនៃទ្វារមាសដុះនៅរុនពងហួរនោមឬក៏ដុះនៅលើមាត់ស្បូនចំពោះបុរសគឺអាចដុះនៅកលឹងជុំវិញរុនបាតឬក៏នៅលើលឹងនៅលើពងស្វះឬក៏អាចដុះនៅក្នុងរួនពហុនោមដូចគ្នាហើយក៏អាចមានការកើតមាននៅអណ្ដាតនៅកំពង់កកំពង់ខ្យល់បើសិនជាមានការរួមភេទទៅតាមមាត់ហើយចំពោះស្ត្រីក៏អាចមានបញ្ហារមាស់ស្ងួតទ្វារមាសឬក៏អាចមានបញ្ហាធ្លាក់សអញ្ចឹងចំពោះបុរសស្ត្រីដែលកំពុងតែកើតឬក៏មានការផ្ទុកទៅលើបញ្ហាទាំងអស់នេះសូមបងប្អូនឆាប់ធ្វើការរកដំណោះស្រាយពីព្រោះពេលដែលបងប្អូនទុកបញ្ហានឹងកាន់តែយូរមេរោគវាមានការរីករាលដាលឬក៏ទៅជាបញ្ហាធ្ងន់ធ្ងរពេលខ្លះគឺយើងពិបាកក្នុងការដោះស្រាយតែម្ដងអញ្ចឹងបើបងប្អូនបរិះឬក៏ស្ត្រីកំពុងតែជួបកើតមានតែបញ្ហាទាំងអស់នេះចង់បានដំណោះស្រាយអាចតាក់ទងមកនឹងខ្ញុំបាន